សង្គ្រាម9ថ្ងៃជនស៊ីវិលអ៊ីរ៉ង់ស្លាប់ជាង1200នាក់និងរបួស120,000នាក់សង្គ្រាមមជ្ឈិមបូព៌ាដែលសហរដ្ឋអាមេរិកចាប់ដៃអ៊ីស្រាអែលច្បាំងជាមួយអ៊ីរ៉ង់កាន់តែរីកធំទៅបង្កជាវិបត្តិសកលជាពិសេសតម្លៃប្រេងឡើងថ្លៃហើយបើគិតពីតួលេខជនរងគ្រោះវិញត្រឹម9ថ្ងៃសង្គ្រាមនេះសម្លាប់ជនស៊ីវិលអ៊ីរ៉ង់ជាង1200នាក់និងរបួស120,000នាក់យោងតាមអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់អាលីចាហ្វារៀនប្រាប់ទៅភ្នាក់ងារសារព័ត៌មាន Al Jazeera កាលពីថ្ងៃអាទិត្យទី8ខែមីនាមនុស្ស1255នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមជនរងគ្រោះគឺមានអាយុចាប់ពី8ខែរហូតដល់88ឆ្នាំហើយក្នុងចំណោមអ្នកស្លាប់ទាំងអស់ក៏រួមមានទាំងស្ត្រី200នាក់ផងដែរមិនត្រឹមប៉ុណ្ណឹងបុគ្គលិកសុខាភិបាលចំនួន55នាក់បានរងរបួសនិង11នាក់ស្លាប់ដែលក្នុងនោះរួមមានគ្រូពេទ្យ4នាក់គិលានុបដ្ឋាយិកា2នាក់និងបុគ្គលិកសង្គ្រោះបន្ទាន់3នាក់អ្វីដែលរន្ធត់បំផុតគឺសោកនាដកម្មទម្លាក់គ្រាប់បែកលើសាលាបឋមសិក្សាកុមារីក្នុងទីក្រុងមីណាប់ដែលផ្តាច់ជីវិតមនុស្ស175នាក់កងទ័ពអ៊ីរ៉ង់ក៏អះអាងដែរថាមនុស្ស104នាក់បានស្លាប់និង32នាក់ត្រូវរបួសក្នុងការវាយប្រហារដោយអាមេរិកលើនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងក្បែរឆ្នេរសមុទ្រនៃប្រទេសស្រីលង្កាកាលពីសប្តាហ៍មុនប្រភព Al Jazeera ពូទីនព្រមានត្រាំថាបើសង្គ្រាមមជ្ឈិមបូព៌ានៅតែបន្តលំហូរប្រេងអាចកាត់ផ្តាច់ទាំងស្រុងរុញតាត់ម៉ៃកាន់តែខ្ពស់ក្នុងកិច្ចសន្ទនារយៈពេលជាង1ម៉ោងកាលពីថ្ងៃច័ន្ទទី9ខែមីនាឆ្នាំ2021ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានព្រមានទៅមេដឹកនាំអាមេរិក Donald Trump ថាប្រសិនបើសង្គ្រាមមជ្ឈិមបូព៌ានៅតែបន្តលំហូរប្រេងពីតំបន់ឈូងសមុទ្រអាចនឹងត្រូវកាត់ផ្តាច់ទាំងស្រុងនៅប៉ុន្មានសប្តាហ៍ខាងមុខដែលនឹងរុញឲ្យសាំងឡើងថ្លៃខ្លាំងលើនេះទៀតលោក Putin ប្រាប់ទៅ Trump ថាទិន្នផលប្រេងនៅតំបន់ឈូងសមុទ្រកំពុងតែធ្លាក់ចុះហើយដោយសារតែស្តុកមានសភាពពេញណែនដោយសារប្រេងទាំងនោះមិនអាចដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រដែលត្រូវបានបិទគប់បានលោកបានចាត់ទុកស្ថានភាពនេះថាជាវិបត្តិថាមពលសកលដែលបង្កឡើងដោយគោលនយោបាយដ៏ខុសឆ្គងរបស់បាស្ទៀនប្រូតេនិងសកម្មភាពយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ទន្ទឹមនោះលោកពូទីនក៏បញ្ចេញមតិសំខាន់ៗមួយចំនួនដែលមានគោលបំណងឈានទៅរកការដោះស្រាយវិវាទនៅអ៊ីរ៉ង់តាមផ្លូវនយោបាយនិងការទូតឲ្យបានឆាប់រហ័សផងដែរសង្គ្រាមអ៊ីរ៉ង់នឹងចប់ឆាប់ៗតែមិនមែនក្នុងសប្តាហ៍នេះទេក្នុងសន្និសីទការសែតនៅរដ្ឋ Florida កាលពីថ្ងៃច័ន្ទទី9ខែមីនាប្រធានាធិបតីអាមេរិក Donald Trump ប្រកាសថាមិនយូរទៀតទេសង្គ្រាមអ៊ីរ៉ង់នឹងចប់ប៉ុន្តែមិនមែនក្នុងសប្តាហ៍នេះទេយោងតាមសារព័ត៌មាន BBC ដែលដកស្រង់សម្ដីលោក Trump អាមេរិកកំពុងដាក់ពង្រាយកងទ័ពក្នុងកម្រិតទូចមួយព្រោះចាំបាច់ត្រូវតែធ្វើវាដើម្បីកម្ចាត់មនុស្សមួយចំនួនអ្នកនឹងឃើញថានេះនឹងគ្រាន់តែជាប្រតិបត្តិការរយៈពេលខ្លីប៉ុណ្ណោះដើម្បីកម្ចាត់អំពើអាក្រក់ចេញពីតំបន់ឆាប់ៗសង្គ្រាមនឹងចប់ជាស្ថាពរមិនយូរទៀតទេលោកត្រាំអះអាងថាសមត្ថភាពយោធារបស់អ៊ីរ៉ង់ត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំដោយបាត់បង់តែកងទ័ពជើងទឹកប្រព័ន្ធទំនាក់ទំនងនិងកម្លាំងទ័ពអាកាសប្រតិបត្តិការនេះដំណើរការលឿនជាងការគ្រោងទុកដែលដំបូងឡើយលោកស្មានថាត្រូវចំណាយពេល1ខែប៉ុន្តែឥឡូវនេះអ្វីៗហាក់ដូចជាជិតរួចរាល់ហើយទោះបីជាយុទ្ធនាការទើបតែចាប់ផ្ដើមកាលពីថ្ងៃទី27ខែកុម្ភៈក៏ដោយប្រភព BBC អ៊ីរ៉ង់មានតែការខាតបង់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទេទើបអាចបង្ខំអាមេរិកឲ្យដកថយបានពេលនេះសម្ពាធរវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានឈានដល់ចំណុចរបត់ថ្មីមួយដែលមិនមែនត្រឹមតែជាការគំរាមកំហែងដោយអាវុធនោះទេប៉ុន្តែគឺជាការវាយប្រហារចំចំណុចសរសៃឈាមសេដ្ឋកិច្ចតែម្ដងក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីថ្ងៃទី9ខែមីនាឆ្នាំ2026លោកកាម៉ាល់ខារ៉ាស៊ីដែលជាអ្នករៀបចំគោលនយោបាយក្រៅប្រទេសដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់បានប្រកាសយ៉ាងច្បាស់ថាទ្វារនៃការចរចាត្រូវបានបិទជិតឈឹងហើយលោកបានសង្កត់ធ្ងន់ថាអ៊ីរ៉ង់លែងសួរទុកចិត្តលើពាក្យសម្ដីរបស់លោកប្រធានាធិបតី Donald Trump ទៀតហើយដោយចោទប្រកាន់ថាមេដឹកនាំអាមេរិករូបនេះគឺជាមនុស្សបោកប្រាស់ដែលមិនដែលគោរពសម្ដីឡើយដូច្នេះអ៊ីរ៉ង់ជឿជាក់ថាមានតែការធ្វើឲ្យអាមេរិកនិងសម្ព័ន្ធមិត្តខាតបង់សេដ្ឋកិច្ចឲ្យវិនាសអន្តរាយប៉ុណ្ណោះទើបអាចបង្ខំពួកគេដកថយចេញពីតំបន់នេះបានស្របពេលជាមួយគ្នានេះទីផ្សារថាមពលពិភពលោកកំពុងតែរញ្ជួយយ៉ាងខ្លាំងខណៈដែលតម្លៃប្រេងឆៅបានហក់ឡើងខ្ពស់ហួសពី$100ក្នុង1បារ៉ែលបន្ទាប់ពីមានការរំខានដល់ការដឹកជញ្ជូននៃច្រកសមុទ្រ Hormuz បើតាមការប៉ាន់ស្មានប្រេងដល់ទៅ20%នៃប្រភពផ្គត់ផ្គង់ទូទាំងសកលលោកត្រូវបានកាត់ផ្តាច់ដែលចំនួននេះគឺច្រើនជាងទ្វេដងនៃកំណត់ត្រាវិបត្តិប្រាក់ជីកស៊ុយអេកាលពីឆ្នាំ1956ទៅទៀតរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាបាសអារ៉ាក់ជីថែមទាំងបានពោលពាក្យចំអកឲ្យយុទ្ធនាការយោធារបស់អាមេរិកថាជាការកំណត់ខូបដ៏គួរឲ្យខ្លាចបំផុតព្រោះវាកាន់តែជំរុញឲ្យតម្លៃប្រេងឡើងថ្លៃដែលជាការផ្ដល់ផលចំណេញដល់អ៊ីរ៉ង់ហើយលោកក៏បានព្រមានទៀតថាអ៊ីរ៉ង់នៅមានរឿងភ្ញាក់ផ្អើលជាច្រើនទៀតដែលមិនទាន់បញ្ចេញអស់នោះឡើយ
กระเลกมกเมินไตขนงประเทศเว้นอีร้องบานทัวเอาไปพบโลกพญะเอาตามระยะกาแต่งต่างโลกโมจตาบาคามิเน่จีเมดึกนอมกมปูนทำไมระบอกครวนตัวใบจีคางสหรัฐอเมริกบานริกลท่าการพลับดูนี้คือจีเรื่องใดมันอ่านตัวโยกบานก็ด้อยก็อีร้องบานฉลอยตอบเว้งยังไคลท่าเรื่องไตขนงระบอกเกคือมันแมนจีกางีได้อเมริกเรือมาแจะดังนุเตบาจบอนกองกำลังกาเพียบักดิวอดอีรอง IRGC กำพงพระกำลังโยเทียหนึ่งอาวุธประมาณ60พิร้อยดำไนบาการไว้ประหารเลือมูลฐานตัวหนึ่งพรประโยชน์ยุทธศาสตร์ระบบอเมริกในตัวเตียงดำบอลดำใบบังการสัมเปียดอ้อยกันแต่ทุนทัวลางๆระหดดอลอเมริกตรอมแรงบาน เปรงสร้างลางไทยเวียดนามจุมรุนดองกรมหุนเนียเนียอนุญาตเอาบกลึกฟื้นกาปีเตียสรอเป้เปรงสร้างลางไทยเชียสกองประเทศจิจราเนเลือปีพบโลกกำปงจัวปิบัตหนึ่งริรกรุดวิธีดำใบดอสไรขณะประเทศเวียดนามบ้านจุมรุนดองกรมหุนเนียเนียอนุญาตเอาบกลึกฟื้นกาปีเตียตามกาบทรายระบบ VN Express กาปิดทางจันตีประมูลแคมีเนียชนามปีปอนปลีประมวยกระทรวงอุตสาหกรรมหนึ่งปณิจกรรมเวียดนามเลือกตึกจดเอาบรรดากรมหุนสหกรีอนุญาตเอาบุคลิกฟื้นกาปีเตียหนึ่งอมเปียววเนียวเอาโปรอดสันซอมสันใจเปล่งสั่งกระทรวงบานเจนสกรีแนะนำท่ากรมหุนสหกรีต่างหลายกัวแต่ไวตำไลหนึ่งอนุกรดดอบุคลิกรูปน้าได้อาจฟื้นกาปีเตียบานกัวแต่เอาโปเกตฟื้นกาปีเตียดำไปช่วยสำรวจหนึ่งกัดบรรทอยทลายจำนายโปรแต่ตำลายเปล่งสั่งกรมปงฮอกลังขบฟเตอร์ดาวซาสังเกตมาเชียมโบเปียเมืองตอนทูสราวเติมนู้กระทรวงก่ออมเปียววเนียวดอประชิวปรวดหนึ่งอาชีวกรรมเนียกรมตอนไฟสลันสลาวหรือสตุกเปล่งสังนั่งเปล่งมาสูดอ้อยซอกระทรวงการปรับปรวดอารีกาจูบันตอนฟังได้บาสถานีเปล่งสังนาโรซีละเมอฉบับดูจีกาปะลวกดอยขมินมูลฮัดการลวกขนมตำลายโคตรปีตำลายในบ้านเบิดภาษาหรือการเล็กตุกเปล่งอินเทอร์เน็ตอัญญาโทก่อจำรุนพังได้ออยประชีปรวดกัดบรรทอยการปราบรักยันยนต์ต่อครวนดอยประดออาทิเพียบดอการเถือตำนารุมขเนี้ยหรือการปราบรักมัชบายเด็กจุนจูนสาธารณะประพบ VN Express